ជាយើងខ្លាំងជាងគេនៅលើបណ្ដាញសង្គមថ្ងៃនេះហើយពួកគេមកទាំងអស់អញ្ជើញពួកគេមកកាន់មូលដ្ឋានផលិតកម្មស្នូលរបស់យើងដើម្បីធ្វើការត្រួតពិនិត្យភ្លាមរយៈពេល3ថ្ងៃផ្សាយផ្ទាល់គ្រប់ជំហានមិនលាក់បាំងអ្វីទាំងអស់បើកចំហទាំងស្រុងក្រុម Fangrail នឹងចូលចិត្តលេងល្បិចណាស់មែនទេអញ្ចឹងយើងបំបែកពីដាននឹងចោលទៅឲ្យភាពស្អាតស្អំរាប់លានគីឡូនឹងហាលថ្ងៃក្រោមកម្ដៅថ្ងៃឲ្យអស់ទៅបញ្ចប់ការប្រជុំលោកប្រធាន Chen មានរឿងធំហើយស្ងប់ស្ងាត់សិននិយាយឲ្យច្បាស់មើលលោកគ្រូយ៉ាវមានរឿងអីមនុស្សរបស់ក្រុម Fangrail បានតាក់ទងលោកគ្រូយ៉ាវពីក្រោយខ្នងដើម្បីបំផ្លាញយើងគេបានហ៊ានឲ្យតម្លៃទិញផ្ដាច់មុខខ្ពស់ជាងយើងដល់ទៅ2ដងថែមទាំងសន្យាថានឹងបង់លុយមុន3ឆ្នាំពេញទៀតផងឥឡូវនេះសែកលុយសុទ្ធ5លាននឹងគេដាក់នៅលើតូរួចរាល់ហើយលេងក្បាច់កាត់ស្មៅកាត់ឬខ្មងអាយ៉ាងវីនឹងវាឃើញថាប្រើសង្គ្រាមមិត្តសាធារណៈសម្រាប់យើងមិនបានក៏ចាប់ផ្ដើមប្រើលុយមកបំផ្លាញគ្រឹះរបស់យើងលោកគ្រូយ៉ាវអាមនុស្សលោភលន់នឹងវាចាប់ផ្ដើមញាប់ញ័រហើយឥឡូវនេះគាត់កំពុងតែឆ្លៀតពេលភ្លៀងធ្លាក់ខ្លាំងនឹងលួចហៅតំណាងអ្នកភូមិយ៉ាវជេវទៅប្រជុំនៅក្នុងសាលាឃុំលោកប្រធាន Chen បើយ៉ាវជេវបើកឆាកក្បត់បែបនេះទៅហើយនោះដំណឹងនេះនឹងខ្ចោះខ្ចាយទៅគ្រប់ទីកន្លែងសម្ព័ន្ធ15ភូមិដែលយើងខំកសាងមកយ៉ាងលំបាកនេះនឹងត្រូវគេបំបែកពីខាងក្នុងមិនខានលោកប្រធានចាងអាមនុស្សថោកទាបនឹងវាបានព្រៀងលិខិតបញ្ចប់កិច្ចសន្យានៅក្រុមប្រឹក្សាភូមិរួចហើយឆែកកក់ប្រាក់5លានដុល្លារពួកក្រុមហ្វុងរ៉ាវដាក់សង្កត់លើទៅរួចស្រេចហើយជូតមកទៅមេឃមិនរលំចុះមកទេណាលោកប្រធានលោកត្រូវតែរកវិធីដោះស្រាយឲ្យបានលឿនបើដោះស្រាយរឿងនេះមិនបានទេមនុស្សនឹងបែកបាក់គ្នាអស់ហើយបើភូមិចៅជាយូបើកឆាកបែបនេះមិនដឹងថាមានភូមិណាផ្សេងទៀតនឹងច្រណែនតាមក្រោយទេសម្ព័ន្ធភាពដែលពួកយើងខំសាងឡើងយ៉ាងលំបាកនេះនឹងចាប់ហើយមិនអាចទៅរួចទេក្រុមហ្វុងរ៉ាវចង់ប្រើលុយមកបំបែកពួកយើងវាគ្រាន់តែបង្ហាញថាពួកគេអស់មធ្យោបាយហើយជាគូជួយហៅមេភូមិទាំងអស់ក្នុងសម្ព័ន្ធមកជួបជុំគ្នាម៉ោង10ព្រឹកស្អែកមកទីស្នាក់ការកណ្ដាលក្រុមហ៊ុនដើម្បីបើកកិច្ចប្រជុំបន្ទាន់មិនឲ្យខ្វះម្នាក់ឡើយចុះអាមនុស្សឈ្មោះចៅនឹងពេលនេះវាប្រកាសជាមិនហ៊ានមកជួបលោកទេណាលោកទៅអញ្ជើញវាដោយខ្លួនឯងទៅប្រាប់វាថាសកម្មភាពរបស់ក្រុមហ្វុងរ៉ាវខ្ញុំដឹងអស់ហើយខ្ញុំត្រៀមនឹងបញ្ចេញមូលនិធិសម្ព័ន្ធចំនួន8លានដើម្បីចែកភាគលាពេញមួយឆ្នាំដល់គ្រប់ភូមិបើវាហ៊ានតែមិនមកលុយនេះនឹងមិនធ្លាក់ដល់ដៃវាទេយល់ហើយអាមនុស្សឃើញលុយភ្លឺភ្នែកនឹងគ្រាន់តែរឿងចែកភាគលាប្រកាសជាដូចឆ្កែហិតក្លិនឆ្អឹងរត់មកមិនខានខ្ញុំនឹងទៅរៀបចំឥឡូវនេះអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំហៅអ្នករាល់គ្នាមកគឺមានរឿងតែមួយគត់ចង់ជម្រាបខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រហែលជាបានឮដំណឹងខ្លះហើយក្រុមហ៊ុន Fangrail ចង់ចំណាយលុយច្រើនដើម្បីទិញមនុស្សពីសម្ព័ន្ធយើងពួកគេបានផ្ដល់តម្លៃទិញយកក្រុមហ៊ុន Yazbook របស់ Yaoje ខ្ពស់ជាងយើងដល់ទៅ2ដងហើយថែមទាំងបង់លុយមុន3ឆ្នាំពេញគឺសាច់ប្រាក់សុទ្ធដល់ទៅ5លានដុល្លារឯណោះនិយាយតាមត្រង់ទៅលុយចំនួននេះច្រើនណាស់ច្រើនរហូតដល់អាចធ្វើឲ្យអ្នកណាក៏ដោយមានចិត្តចង់បានដែរដូច្នេះហើយដែលខ្ញុំហៅប្រជុំថ្ងៃនេះមិនមែនដើម្បីរិះគន់ឬបន្ទោសអ្នកណាម្នាក់ទេខ្ញុំគ្រាន់តែចង់និយាយត្រង់ជាមួយអ្នកទាំងអស់គ្នាដើម្បីគិតគូររឿងនេះឲ្យច្បាស់នេះគឺជាឯកសារដែលផ្នែកច្បាប់បានរកឃើញកាលពីយប់មិញអំពីចំនួនកិច្ចសន្យាទាំងអស់របស់ក្រុមហ៊ុន Fangrail ក្នុងរយៈពេល5ឆ្នាំកន្លងមកនេះដែលមានអ្នករងគ្រោះដល់ទៅ372ករណីពួកគេទាំងអស់សុទ្ធតែដូចអ្នករាល់គ្នាដែរព្រោះតែចង់បានផលចំណេញតិចតួចនៅចំពោះមុខក៏ចុះកិច្ចសន្យាដែលមានដំឡៃខ្ពស់ជាមួយពួកគេទាំងកសិករនិងសហគមន៍កសិកម្មល្បិចកលរបស់ពួកគេគឺតែងតែដែលបែបនេះឯងឆ្នាំទី1ពួកគេនឹងប្រើកិច្ចសន្យាតម្លៃខ្ពស់ដែលគួរឲ្យចង់បានដើម្បីបង់លុយមុនឲ្យអ្នកហើយតាក់អ្នកចូលក្នុងអន្ទាក់ធ្វើឲ្យអ្នកភ្លក់រសជាតិផ្អែមល្ហែមធ្វើឲ្យអ្នកពឹងផ្អែកលើពួកគេទាំងស្រុងធ្វើឲ្យអ្នកបោះបង់ចោលបណ្ដាញលក់ផ្សេងហើយធ្វើឲ្យអ្នកយកដីទាំងអស់ទៅដាំដំណាំរបស់ពួកគេរហូតដល់ឆ្នាំទី2ឬទី3នៅពេលដែលជីវិតនិងទ្រព្យសម្បត្តិរបស់អ្នកពេលដែលដីស្រែចម្ការទាំងមូលរបស់ភូមិអ្នកត្រូវជាប់ជំពាក់នឹងគេអស់ហើយនោះហើយដែលពួកគេចាប់តាមបញ្ចេញចំគមមកពួកគេនឹងរកលេសគ្រប់យ៉ាងដូចជាទីផ្សារប្រែប្រួលគុណភាពផលិតផលមិនល្អឬមានជាតិថ្នាំកសិកម្មលើសកម្រិតដើម្បីបង្ខំទម្លាក់ថ្លៃទិញឬក៏បដិសេធមិនទិញតែម្ដងអ្នកមិនព្រមមែនទេបានអញ្ចឹងអ្នកដឹកស្ពៃលួយរាប់លានគីឡូរបស់អ្នកត្រឡប់ទៅវិញទៅប៉ុន្តែពេលនោះក្រៅពីគេតើអ្នកអាចលក់ឲ្យអ្នកណាបានទៀតពួកអ្នកភ្លេចមេរៀននៅភូមិថ្មបាត់ហើយឬកាលនោះពួកគេចង់បានលុយប៉ុន្មានម៉ឺននោះក៏ដេញខ្ញុំចេញស្មានថាខ្លួនឯងកាន់លេខទូរស័ព្ទអ្នកទិញបន្លែហើយនឹងអាចរកស៊ីមានបានលទ្ធផលគឺអីស្បៃក្តោបរាប់លានគីឡូលួយពេញទីលានបោកស្រូវលក់ឲ្យរោងចក្រចំណីជ្រូកមិនបានមួយសេនផងភូមិដែលធ្លាប់តែល្អទីបំផុតត្រូវបែកបាក់គ្នាគ្រួសារវិនាសអន្តរាយហេតុអ្វីព្រោះពួកគេឃើញតែឆ្អឹងឆ្កែនៅចំពោះមុខហើយបោះបង់ចោលនៅអ្វីដែលថ្លៃថ្នូរបំផុតគឺទំនុកចិត្តលើកិច្ចសន្យារយៈពេលវែងផ្លូវដែលអ្នកកំពុងដើរនេះគឺជាផ្លូវចាស់ដែលភូមិធ្លាប់ដើរចូលភ្នូរលោកចាងខ្ញុំខុសហើយខ្ញុំមិនមែនជាមនុស្សទេខ្ញុំត្រូវខ្លាញ់ជ្រូកបិទភ្នែកហើយត្រូវលុយ5លាននោះធ្វើឲ្យវង្វេងខ្ញុំមិនទាន់ចុះហត្ថលេខាទេកិច្ចសន្យានោះខ្ញុំមិនទាន់ចុះហត្ថលេខាទេសូមលោកមេត្តាផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតចុះខ្ញុំមិនដាច់ចិត្តចាក់ចេញពីសម្ព័ន្ធភាពឈីងសានឡើយក្រោកឡើងចុះដឹងកំហុសហើយកែខ្លួននោះគឺជាអំពើល្អបំផុតហើយអ្នកគឺជាសមាជិកម្នាក់ក្នុងគ្រួសារឈីងសានដ៏ធំមួយនេះនៅពេលសមាជិកគ្រួសារធ្វើខុសយើងត្រូវតែជួយទាញគេឡើងមិនមែនជន់ពន្លិចគេនោះទេប៉ុន្តែចំពោះកាដូដ៏ធំតម្លៃ5លានដែលលោកប្រធានចាងពីក្រុមហ៊ុនហ្វឹងរ៉ាបានយកមកជូនដល់មាត់ទ្វារនេះបើយើងមិនទទួលតើវាមិនមែនជាការមិនឲ្យមុខមាត់គេពេកទេឆេនយ៉ាងលោកនិយាយបែបនេះមានន័យថាម៉េចចៅជីស៊ូជំហានបន្ទាប់ខ្ញុំត្រូវការឲ្យអ្នកសហការជាមួយខ្ញុំដើម្បីសម្ដែងរឿងមួយទៅទូរស័ព្ទទៅលោកចាងវៃប្រាប់គាត់ថាអ្នកព្រមប៉ពុះហើយអ្នកត្រូវតែសម្ដែងឲ្យឃើញពីភាពលោភលន់របស់កសិករឲ្យខ្លាំងជាងមុនទៅទៀតចុះរឿងនេះត្រូវសម្ដែងបែបណាទៅ
ប្រាប់គាត់ថាកិច្ចសន្យាអាចចុះហត្ថលេខាបានប៉ុន្តែមានលក្ខខណ្ឌបន្ថែមមួយដើម្បីធានាគុណភាពស្រស់ក្រុមហ៊ុន Feng Rao ត្រូវតែផ្ទេរប្រាក់ចំនួន5លានចូលក្នុងកណនីរបស់អ្នកក្នុងរយៈពេល24ម៉ោងបន្ទាប់ពីចុះកិច្ចសន្យាហើយនៅពេលដែលអ្នកទទួលបានប្រាក់ពេញចំនួនហើយអ្នកត្រូវយកទំនិញទាំងអស់ទៅដាក់នៅទីលានមុខភូមិចៅជីយូហើយចំណុចសំខាន់បំផុតនោះគឺត្រូវបន្ថែមលក្ខខណ្ឌទទួលខុសត្រូវលើការរំលោភកិច្ចសន្យាចូលទៅផងក្រុមហ៊ុន Feng Rao ត្រូវតែរៀបចំការដឹកជញ្ជូនដោយខ្លួនឯងហើយដឹកទំនិញទាំងអស់ចេញទៅក្នុងរយៈពេល48ម៉ោងបើហួសពេលកំណត់មិនដឹកចេញទេនោះចាត់ទុកថាក្រុមហ៊ុន Feng Rao បានបោះបង់ទំនិញទាំងនោះចោលដោយស្វ័យប្រវត្តិសិទ្ធិគ្រប់គ្រងហើយប្រាក់កក់គឺមិនអនុញ្ញាតឲ្យដកវិញទេឈឿនយ៉ាងលោកចង់ប្រើទំនិញមកកស្ទះឃ្លាំងដើម្បីសម្លាប់ខ្សែសង្វាក់ដឹកជញ្ជូនរបស់ក្រុមហ៊ុន Feng Rao ឲ្យស្លាប់ទាំងរួមមែនទេចាងវៃមានមោទនភាពដ៏ឆ្អឹងគេមើងងាយយកសេកខ្លាំងណាស់គេប្រកាសជាគិតថាលក្ខខណ្ឌដែលឲ្យបង់ប្រាក់មុនហើយមកដឹកទំនិញដោយខ្លួនឯងនេះគឺជាសំណើល្ងីល្ងើដែលពួកអ្នកស្រែចម្ការមិនដែលឃើញពិភពលោកខាងក្រៅដូចជាពួកអ្នកដាក់មកព្រោះតែខ្លាចមិនបានលុយគេនឹងចុះហត្ថលេខាដោយមិនស្ទាក់ស្ទើរឡើយចាំដល់ពេលគេចុះហត្ថលេខានឹងផ្ទេរប្រាក់រួចរាល់ពួកយើងទាំង15ភូមិនឹងដឹកទំនិញលំដាប់ខ្ពស់បំផុតចំនួន6លានដែលពិបាករក្សាទុកនិងមានទំហំធំបំផុតនៅក្នុងឃ្លាំងយកទៅដាក់នៅទីលានចៅជីយូនៅពេលយប់ខ្ញុំនឹងប្រើឡានដឹកទំនិញរាប់រយគ្រឿងដើម្បីចាក់ទំនិញឲ្យពេញទីលានចៅជីយូឲ្យណែនតាន់តាប់ខ្ញុំចង់ឲ្យចាងវៃឃើញផ្ទាល់ភ្នែកថាបន្លែតម្លៃថ្លៃកប់ពុកដែលគេទិញក្នុងតម្លៃ5លាននោះនឹងត្រូវរលួយស្អុយនៅក្នុងដៃគេក្នុងរយៈពេល48ម៉ោងដោយសារតែគេមិនអាចរកឡានដឹកទំនិញត្រជាក់លំដាប់ខ្ពស់បានគ្រប់គ្រាន់លោកជឿនអស្ចារ្យណាស់វិធីនេះអស្ចារ្យមែនទែនខ្ញុំនឹងត្រឡប់ទៅរៀបចំក្រុមប្រមូលផលឥឡូវនេះឯងចៅជីស៊ូប្រាក់5លានដែលរកបានមកវិញនេះត្រូវដាក់ចូលក្នុងមូលនិធិអភិវឌ្ឍសម្ព័ន្ធទាំងអស់តើអាចយកគុណបំណាច់មកលុបលាងកំហុសបានឬអត់គឺអាស្រ័យលើការសម្ដែងរបស់អ្នកថាតើវាពិតប្រាកដកម្រិតណាលោកជឿនលោកកុំបារម្ភអីកុំបារម្ភអីឲ្យតែខ្ញុំនៅមានជីវិតខ្ញុំនឹងរកវិធីទាញអាចហ្វាយនឹងចេញមកឲ្យបានយកកិច្ចសន្យាទៅពិចារណាឲ្យច្បាស់ទៅលោកចាងយប់ជ្រៅហើយដែលរំខានដំណេកលោកពួកយើងតំណាងមួយចំនួនបានប្រជុំគ្នាយប់មិញនេះហើយសម្រេចចិត្តរួចហើយថាពួកយើងព្រមសហការជាមួយក្រុមហ៊ុន Feng Rao ផ្ដាច់ទំនាក់ទំនងជាមួយអាឆេនយ៉ាងនឹងចោលពួកឯងឆ្លាតណាស់អ្នកដែលស្គាល់កាលៈទេសៈទើបជាអ្នកខ្លាំងក្នុងពេលដែលសម្រេចចិត្តហើយស្អែកព្រឹកឡើងចុះកិច្ចសន្យាទៅលុយចុះកិច្ចសន្យាបានប៉ុន្តែលោកចាងពួកយើងជាអ្នករកស៊ីតូចតាចមិនដែលឃើញពិភពលោកធំដុំទេក្រុមហ៊ុន Feng Rao អែវរបស់លោកធំម្លេះបើថ្ងៃក្រោយលោកមិនព្រមទូទាត់លុយឲ្យពួកយើងវិញតើត្រូវធ្វើម៉េចទៅឯងចង់មានន័យថាម៉េចយីហៅក្រុមហ៊ុន Feng Rao របស់ខ្ញុំខ្លាចខ្វះលុយបន្តិចបន្តួចឲ្យឯងលោកចាងកុំខឹងអីពួកយើងគ្រាន់តែចង់ឲ្យមានសុវត្ថិភាពចិត្តប៉ុណ្ណោះពួកយើងមានលក្ខខណ្ឌមួយទី1តម្លៃត្រូវតែបន្ថែម 10% ពីតម្លៃដើមទី2ប្រាក់កក់5លាននឹងត្រូវតែផ្ទេរចូលកណនីរួមរបស់ត្រកូលចៅយើងក្នុងរយៈពេល24ម៉ោងក្រោយចុះកិច្ចសន្យាដោយមិនឲ្យខ្វះ1សេនឡើយបើលុយមិនចូលកណនីកិច្ចសន្យានេះចាត់ទុកជាមុខៈបានគ្មានបញ្ហាទេ5លានទិញសិទ្ធិផ្ដាច់មុខត្រកូលចៅទាំងមូលរយៈពេល10ឆ្នាំក្រុមហ៊ុន Feng Rao ខ្ញុំមានលទ្ធភាពបង់ឲ្យចុះមានលក្ខខណ្ឌអីទៀតទេនិយាយមកឲ្យអស់មកនៅមានលក្ខខណ្ឌចុងក្រោយមួយទៀតគឺឡាននេះក្រណាស់អត់មានឡានដឹកទំនិញត្រជាក់ទេពួកយើងមានតែទូនីតិបេះផ្លែឈើស្រស់យកមកហើយយកទៅកោទុកនៅមុខទីលានធំត្រង់មាត់ច្រកចូលភូមិរបស់យ៉ាវជេវក្រុមហ៊ុន Feng Rao របស់ពួកអ្នកមានលុយមានកាក់ណាស់ត្រូវតែក្នុងរយៈពេល48ម៉ោងនេះបញ្ជូនឡានមកដឹកទំនិញទាំងអស់នេះចេញទៅបែបនេះគឺបន្លែខូចអស់ហើយទំនួលខុសត្រូវគឺជារបស់ពួកអ្នកហើយលុយកក់របស់ពួកយើងគឺមិនសងវិញដាច់ខាតក្នុងរយៈពេល48ម៉ោងត្រូវដឹកចេញដោយខ្លួនឯងលោកយ៉ាវឯងពិតជាចេះកេងចំណេញបានដល់កម្រិតកំពូលមែនឯងស្មានថាក្រុមហ៊ុន Feng Rao របស់ខ្ញុំខ្វះឡានដោយក្រុមរបស់ Chen Yang ដែរឬលក្ខខណ្ឌខ្ញុំយល់ព្រមទាំងអស់ប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយពិធីចុះហត្ថលេខានៅសប្តាហ៍ក្រោយត្រូវតែធ្វើឡើងជាសាធារណៈនៅទីលានមាត់ច្រកចូលភូមិរបស់យ៉ាវជេវខ្ញុំនឹងអញ្ជើញប្រព័ន្ធផ្សព្វផ្សាយទូទាំងខេត្តឲ្យមកចូលរួមលោកយ៉ាងលោកកុំបារម្ភអីខ្ញុំចង់តែឆាប់បានទាត់អាម្នាក់នោះចោលនៅចំពោះមុខគេឲ្យបានឆាប់តាមវីធ្វើការគឺបានតែលុយហត់នឿយតើមានអ្វីសប្បាយដោយតាមលោកយ៉ាងទៅរកស៊ីមានបាននោះលោកឆេនខ្ញុំបាននិយាយតាមអ្វីដែលលោកប្រាប់ហើយគាត់យល់ព្រមទាំងអស់ហើយល្អណាស់គាត់ចូលអន្ទាក់ហើយអាពុកក៏សេកលងងខ្លៅស្មានតែលុយចូលក្នុងហោប៉ៅហើយតើតែសន្សំថ្លៃដឹកជញ្ជូនបានទើបមានសុវត្ថិភាពលោកចាងឃ្លាដែលថាត្រូវតែដឹកជញ្ជូនទំនិញទាំងអស់ចេញក្នុងរយៈពេល48ម៉ោងនេះបើតាមផ្លូវច្បាប់ចាត់ទុកថាជាការប្រគល់ទំនិញរួចរាល់ហើយនោះបើទំនិញមានចំនួនច្រើនខ្លាំងតើការគ្រប់គ្រងការដឹកជញ្ជូនរបស់យើងមិនមែនមានសម្ពាធខ្លាំងពេកទេយ៉ាងណាក៏វាជាទំនិញស្រស់ដែរអាស្រុកដាច់ស្រយាលដូចជាចៅជីយូនឹងគ្រាន់តែហៃឡានដឹកទំនិញធំ10គ្រឿងពីក្រុងចិត្តខាងមកក៏ដឹកអស់រលីងដែរចាំដល់ពេលខ្ញុំទទួលបានកិច្ចសន្យាផ្ដាច់មុខពីពួកគេខ្ញុំមានវិធីរាប់រយដើម្បីរកកំហុសថាបន្លែរបស់ពួកគេមានសារធាតុគីមីលើសកម្រិតហើយគុណភាពមិនសមស្របដល់ពេលនោះលុយ5លាននេះខ្ញុំនឹងឲ្យពួកគេខ្ជាក់ចេញមកវិញទាំងដើមទាំងការហើយថែមទាំងលេបត្របាក់ដីធ្លីរបស់ពួកគេទៀតផងទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុតសិទ្ធិបរិពូឈីងសានជឺសឹងនេះគឺជាទំនិញលំដាប់កម្ពុជារបស់ភូមិយើងបើបកស្បែកវាបន្តិចខ្ញុំនឹងកាត់ប្រាក់ឈ្នួលមួយថ្ងៃរបស់ពួកឯងពូជៀនគូនេះជាជើងទី50របស់ខ្ញុំហើយធានាថាអត់មានប៉ះទង្គិចអ្វីបន្តិចឡើយល្អណាស់អាល្អិតមានចិត្តមោះមុតល្អណាស់ប្រញាប់ទៅផ្ទុកទំនិញទៅហើយប្រាប់អ្នកបើកឡានដឹកទំនិញត្រជាក់ផងថាសីតុណ្ហភាពត្រូវតែរក្សាឲ្យនៅត្រឹម2អង្សាសេលើសឬខ្វះបន្តិចក៏មិនបានដែរសួស្តីគ្រាន់តែរក្សាទុកសីតុណ្ហភាពត្រជាក់ក្នុងខ្សែសង្វាក់ត្រជាក់រយៈពេល48ម៉ោងនេះថ្លៃដឹកជញ្ជូនអស់ជិត1លានបាត់ទៅហើយឈិនយ៉ាងលោកលេងធំពេកហើយបើមិនហ៊ានប្រថុយក៏មិនអាចចាប់បានខ្លះដែរបើចាងវៃចង់ធ្វើការប្រហារជាសាធារណៈខ្ញុំនឹងរៀបចំពិធីបុណ្យសពដ៏អស្ចារ្យបំផុតជូនគាត់ទំនិញតម្លៃ6លាននេះគឺជាពិភពលោកដ៏រីករាយដែលខ្ញុំត្រៀមទុកឲ្យគាត់លោកចាងមានពាក្យចាំអារ៉ាមថាក្រុមហ៊ុន Feng Rao បានទិញយកចៅជីយូក្នុងតម្លៃខ្ពស់លើសទីផ្សារ20ដើម្បីប្រឆាំងនឹងក្រុមហ៊ុនឈីងសានយូស៊ួនដែលកំពុងល្បីល្បាញតើនេះជារឿងពិតមែនទេ
អ្នកកាសែតម្នាក់នេះប្រើពាក្យលើកដំកើងពួកគេខ្លាំងពេកហើយជីងសានយូស៊ួនដែលគ្រាន់តែចេះលក់រឿងរ៉ាវមនោសញ្ចេតនានិងធ្វើកសិកម្មខ្នាតតូចបែបនេះតើមានសមត្ថភាពអីឲ្យក្រុមហ៊ុនហ្វឹងរ៉ាវយើងទៅវាយប្រហារនោះយើងមកទិញចៅជីយូគឺគ្រាន់តែចង់កែតម្រូវបរិយាកាសក្នុងវិស័យនេះដែលត្រូវបានគេនាំផ្លូវខុសដើម្បីឲ្យអ្នកទាំងអស់គ្នាបានឃើញថាតើអ្វីទៅជាសមត្ថភាពពិតប្រាកដហើយអ្វីទៅជាខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានប្រសិទ្ធភាពដែលធ្វើឲ្យកសិករពេញចិត្តលោកចៅមកនេះមកជួយនិយាយជម្រាបសួរអ្នកសារព័ត៌មានបន្តិចមកហើយប្រាប់ពួកគេផងថាហេតុអ្វីបានជាលោកសម្រេចចិត្តបោះបង់ផ្លូវខុសមកចូលរួមជាមួយក្រុមហ៊ុនហ្វឹងរ៉ាវរបស់យើងរឿងនឹងចាំបាច់សួរទៀតឬលោកចាងឲ្យលុយច្រើនណាស់មិនត្រឹមតែតម្លៃក្នុងមួយឯកតាទេអញ្ចឹងល្អបើអីចឹងដាក់លុយមុនឲ្យភូមិយើង3ឆ្នាំតែម្ដងទៅអ្នកណាក៏ដឹងដែរថាត្រូវជ្រើសរើសអ្នកណាលុយសុទ្ធដល់ទៅ5លានឯណោះខុសពីសម្ព័ន្ធអ្វីនឹងកាលពីមុនវិន័យច្រើនញញ៉ៃណាស់ពួកយើងជាកសិករស្គាល់តែលុយទេអ្នកណាឲ្យលុយច្រើនយើងធ្វើការជាមួយអ្នកនឹងល្អលោកមេភូមិយ៉ាវនិយាយត្រង់ល្អណាស់ខ្ញុំចូលចិត្តធ្វើជំនួញជាមួយមនុស្សដែលត្រង់ទៅត្រង់មកបែបនេះឯងដល់ពេលហើយខ្ញុំបានផ្ញើលិខិតអញ្ជើញទៅលោកឆេនយ៉ាងនាយកក្រុមហ៊ុន Kingshan Yuchuan រួចហើយតែគួរឲ្យស្ដាយគាត់ប្រហែលជាមិនហ៊ានមកប្រជុំមុខនឹងរឿងរ៉ាវដែលកំពុងតែដួលរំនេះទេអញ្ចឹងយើងមិនចាំទៀតទេហើយយូសូមបងប្អូនអ្នកសារព័ត៌មានទាំងអស់ជួយធ្វើជាសាក្សីចាប់ពីពេលនេះទៅក៏សិផលទាំងអស់របស់ភូមិយ៉ាវយេវគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Fengrel ទាំងស្រុងត្រូវតែប្រើច្រកពិសេសរបស់ក្រុមហ៊ុនភ្លាមហើយផ្ទេរប្រាក់កក់5លាននោះចូលក្នុងកណនីរួមរបស់ភូមិយ៉ាវយេវឥឡូវនេះភ្លាមខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាឃើញពីកេរ្តិ៍ឈ្មោះនិងល្បឿនការងាររបស់ក្រុមហ៊ុន Fengrelលោកនាយកយ៉ាវលុយចូលកាន់នេះមែនពិតប្រាកដណាស់ខ្ញុំធ្លាប់និយាយហើយថា Fengrel គឺមានលទ្ធភាពលោកមេភូមិយ៉ាវលុយនេះវាក្តៅដៃទេមិនក្តៅដៃទេលុយនេះពិតជាដូចជាការផ្ដល់ជំនួយទាន់ពេលវេលាមែនរឿងជួយដីមែនទេសំឡេងអីហ្នឹងនេះជាអ្វីក្រុមរថយន្តដឹកទំនិញត្រជាក់របស់ Chen Yang គេមកធ្វើអីChen Yang លោកនាំមនុស្សច្រើនមកធ្វើអីនេះជាកន្លែងចុះកិច្ចសន្យារបស់ក្រុមហ៊ុន Fengrel លោកកំពុងរំខានសណ្ដាប់ធ្នាប់អាជីវកម្មហើយសន្តិសុខបណ្ដេញគេចេញទៅហ៊ានដេញខ្ញុំផងលោកយ៉ាងលោកមិនមែនជាអ្នកផ្ញើលិខិតអញ្ជើញមកខ្ញុំដើម្បីឲ្យខ្ញុំមកមើលរឿងនេះទេសួស្ដីអ្នកសារព័ត៌មាននិងភ្ញៀវកិត្តិយសទាំងអស់គ្នាសូមស្វាគមន៍មកកាន់ពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រនិងពិធីបរិច្ចាគរវាងសម្ព័ន្ធ Kingshan Yuchuan និងក្រុមហ៊ុន Fengrel លោកនិយាយរឿងអីហ្នឹងពិធីបរិច្ចាគអីនេះគឺជាកិច្ចសន្យាទិញផ្ដាច់មុខរវាងយើងនិងយ៉ាវជេអានទេតាលោកស្រីយ៉ាវសូមជួយពន្យល់ប្រាប់អ្នកសារព័ត៌មានផងថាតើប្រាក់500ដែលក្រុមហ៊ុន Fengrel ទើបតែផ្ទេរចូលមកនោះ5លាននឹងឥឡូវនៅណាបងប្អូនអ្នកសារព័ត៌មានទាំងអស់គ្នាមើលឲ្យច្បាស់ណាកាលពីបន្តិចមិញនេះក្រុមហ៊ុនហ្វុងរងបានផ្ទេរប្រាក់កក់ចំនួន5លានចូលក្នុងកណនីរបស់លោកចៅរួចរាល់ហើយតាមរយៈប្រព័ន្ធធនាគារអនឡាញគឺមិនខ្វះ1សេនឡើយហើយក៏បានផ្ទេរចូលទៅក្នុងកណនីរបស់មូលនិធិអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភាពឈិនសានយូស៊ូនរួចរាល់ដែរប្រាក់5លាននេះគឺជាប្រាក់ដែលតំណាងក្រុមហ៊ុនហ្វុងរងបានបរិច្ចាគដោយគ្មានលក្ខខណ្ឌជូនដល់ភូមិទាំង15របស់យើងដើម្បីយកទៅជួសជុលផ្លូវនិងជួសជុលចម្រុកឯងហ៊ានក្បត់ខ្ញុំមែនទេអាមនុស្សថោកទាបឯងហ៊ានបោកខ្ញុំផងហេះក្នុងកិច្ចសន្យាបានសរសេរច្បាស់ថាទិញយកពីឯងនេះវាជាការច្បាប់ខ្ញុំនឹងប្តឹងឯងពីបទច្បាប់លោកចាងបាយអាចញ៉ាំផ្ដេសផ្ដាស់បានតែសម្ដីមិនអាចនិយាយផ្ដេសផ្ដាស់បានទេណាក្នុងកិច្ចសន្យាត្រង់មាត្រាទី15នៃលក្ខខណ្ឌបន្ថែមបានចែងថាភីគីក្រោយពីទទួលបានប្រាក់គ្រប់ចំនួន5លានហើយត្រូវតែយកទំនិញទាំងអស់ទៅដាក់នៅទីលានមុខភូមិភីគីត្រូវតែបញ្ជូនឡានមកដឹកចេញដោយខ្លួនឯងក្នុងរយៈពេល48ម៉ោងបើហួសពេលកំណត់ភីគីនឹងបោះបង់សិទ្ធិលើទំនិញទាំងនោះដោយស្វ័យប្រវត្តិហើយប្រាក់កក់ក៏មិនអាចដកវិញបានដែរលោកចាងលោកមិនត្រឹមតែចុះហត្ថលេខាទេលោកថែមទាំងសហការយ៉ាងល្អដោយផ្ទេរប្រាក់គ្រប់ចំនួនក្នុងរយៈពេលតែ24ម៉ោងអង្គទៀតផងចុះបើអីចឹងហើយតើមានបញ្ហាអីលក្ខខណ្ឌនៃការរំលោភកិច្ចសន្យាគឺខ្ញុំមិនបានដឹកទំនិញចេញក្រុមហ៊ុនហ្វុងរងរបស់ខ្ញុំមានឡានច្រើនណាស់ទោះបីជាចៅបន្លែទាំងអស់របស់ឯងដាក់គោនៅទីនេះអស់ហើយថ្ងៃនេះខ្ញុំអាចដឹកយកទៅអស់គ្មានសល់ឯងកុំស្មានថាឯកនេះខ្ញុំបានឲ្យសោះលោកត្រូវមើលឲ្យច្បាស់ណាទម្លាក់ទំនិញចុះរួចប្រគល់ឲ្យហើយក្នុងកិច្ចសន្យារបស់លោកប្រធានចាងបានសរសេរត្រឹមតែទទួលទំនិញពីចៅជីយូប៉ុណ្ណោះប៉ុន្តែមិនបានសរសេរថាចៅជីយូមិនអាចទៅទិញទំនិញបន្តពីភូមិទាំង14ផ្សេងទៀតបាននោះទេឥឡូវនេះខ្ញុំបានប្រគល់ទំនិញគ្រប់ចំនួន3000តោនហើយពេលវេលាចាប់ផ្ដើមរាប់ថយក្រោយហើយក្នុងរយៈពេល48ម៉ោងនេះសូមលោកប្រធានចាងជួយរៀបចំញែកទំនិញទាំង3000តោននេះដាក់ឡានឲ្យអស់ហើយត្រូវកេណ្ឌឡានដឹកទំនិញត្រជាក់កម្រិតខ្ពស់ឲ្យបានគ្រប់គ្រាន់ដើម្បីដឹកចេញពីភ្នំនេះទៅខ្វះតែ1តោនឬទោះបីជាខូចស្បរីតែមួយគ្រាប់ក៏ដោយប្រាក់កក់5លាននេះខ្ញុំនឹងចាត់ទុកថាជាការបរិច្ចាគសប្បុរសធម៌ពីក្រុមហ៊ុនហ្វឹងរ៉ាវហើយខ្ញុំនឹងទទួលយកដោយរីករាយឯងវាពិតជាបិសាចមែនលោកប្រធានចាងភ្ញាក់ឡើងប្រញាប់ឲ្យឡានពេទ្យមកយោងតាមព័ត៌មានបានឲ្យដឹងថាក្រុមហ៊ុនហ្វឹងរ៉ាវដោយសារតែជាប់ពាក់ព័ន្ធនឹងការប្រកួតប្រជែងមិនស្មោះត្រង់និងការរំលោភកិច្ចសន្យាជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ផលិតផលកសិកម្មលំដាប់ខ្ពស់តម្លៃ6លានដែលជាប់គាំងនៅចៅជីយូដោយសារតែមិនអាចរៀបចំឡានដឹកទំនិញត្រជាក់បានទាន់ពេលវេលាទើបបណ្ដាលឲ្យខូចខាតរលួយអស់ជាច្រើនទទួលរងផលប៉ះពាល់ពីព័ត៌មានអវិជ្ជមាននេះក្រុមហ៊ុនហ្វឹងរ៉ាវថ្ងៃនេះបើកផ្សារភ្លាមគឺធ្លាក់ថ្លៃដល់កម្រិតកំណត់តែម្ដងការប្រមូលមូលនិធិរបស់ទីក្រុងលើសពី10000លានក្រុមប្រឹក្សាភិបាលបានចេញសេចក្តីប្រកាសជាបន្ទាន់ដើម្បីដកតំណែងលោក Zheng Wei ពីតួនាទីជាអនុប្រធានផ្នែកវិនិយោគរបស់ Yelian ហើយយើងនឹងរក្សាសិទ្ធិក្នុងការចាត់វិធានការផ្លូវច្បាប់ចំពោះគាត់ពិតជាអស់ទោសមែនពេញចិត្តណាស់ Chen Yang ឲ្យអ្នកមិនបានទៅមើលផ្ទាល់ទេ
ក្រោយពេលយ៉ាងវីដឹងខ្លួនគាត់បានជួលឡានដឹកទំនិញចាស់មួយគំនរដើម្បីទៅដឹកទំនិញតែលទ្ធផលគឺឡានមិនទាន់បានចេញផុតពីព្រំដែនខេត្តផង Pillsbury និងស្វ័យក្តោបភ្នំដ៏ថ្លៃទាំងនោះក៏ស្អុយរលួយអស់ទៅហើយចុងក្រោយគេចាត់ទុកវាដូចជាសម្រាមហើយដឹកយកទៅចាក់ចោលនៅកន្លែងកប់សម្រាមអស់ទៅប្រាក់ពិន័យចំនួន5លាននោះត្រូវបានចាក់សោទុកនៅក្នុងកន្នីមូលនិធិរបស់យើងទាំងស្រុងហើយឥឡូវនេះម្ចាស់ទុនធំកំពុងតម្រង់ជួរគ្នាចង់ដាក់ទុនវិនិយោគជាមួយយើងហើយតម្លៃដែលគេផ្ដល់ឲ្យគឺមិនគួរឲ្យជឿមែនទែនលោក Chen តើយើងនឹងចាប់ផ្ដើមការរៃអង្គាសមូលនិធិជំទីនៅពេលណាដែរមិនបាច់ទេឱកាសល្អបែបនេះតើលុយរបស់ពួកមូលធននិយមវាមានក្លិនឈាមឬគល់របស់ King Shen Yuchuan គឺស្ថិតនៅលើដីនិងនៅក្នុងចិត្តមនុស្សយកលុយ5លាននោះទៅចែកជូនពួកគេទាំងអស់ទៅនៅក្នុងភូមិសម្ព័ន្ធទាំង15នីមួយត្រូវសាងសង់សាលាធំសិក្សាហូបដែលមានស្តង់ដារខ្ពស់បំផុតហើយបង្កើតមូលនិធិជួយគ្នាទៅវិញទៅមកសម្រាប់ព្យាបាលជំងឺធ្ងន់ធ្ងរដែលគ្រប់ដណ្ដប់លើអ្នកភូមិទាំងអស់យល់ហើយខ្ញុំនឹងទៅរៀបចំភ្លាមលោកប្រធានចេនមើលចុះសុទ្ធតែជាសម្ភារៈការពារបរិស្ថានទាំងនោះទោះនឹងកៅអីទាំងអស់គឺរៀបចំតាមស្តង់ដារសាលាធំសិក្សាគំរូក្នុងទីក្រុងខែក្រោយក្មេងនៅតាមភូមិយើងនឹងអាចរៀនតាមអេក្រង់ធំបានហើយការអប់រំនិងសុខាភិបាលគឺជាបន្ទាត់ក្រហមទោះបីថ្ងៃក្រោយយើងមិននៅក៏សាលាទាំងនេះនៅតែមានហើយស្មារតីរបស់ឈីងសានយូស៊ួននឹងមិនបាត់បង់ឡើយលោកប្រធានចេនលោកជៀនគូហ៊ូប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពក្នុងផ្ទះកញ្ចក់ដាំស្បេរីនៅស្ថានទី2ជួសជុលរួចរាល់អស់ហើយឧបករណ៍ពិនិត្យសំណល់ថ្នាំកសិកម្មក៏ទេសចប់ដែរល្អណាស់អាល្អិតធ្វើបានល្អណាស់លោកប្រធានចេនអាល្អិតនេះឥឡូវក្លាយជាអនុប្រធានផ្នែកផលិតកម្មនៅស្ថានទី2យើងហើយគ្រប់គ្រងមនុស្សជាង30នាក់ឯណោះធ្វើការទាំងយប់ទាំងថ្ងៃក្នុងផ្ទះកញ្ចក់ខំប្រឹងជាងអ្នកណាទាំងអស់អនុប្រធានផ្នែកលោកប្រធានចេនខ្ញុំមិនធ្វើឲ្យលោកខូចមុខមាត់ទេខ្ញុំធ្លាប់និយាយហើយថាបើមិនអាចធ្វើជាមនុស្សឲ្យបានល្អទេខ្ញុំសុខចិត្តស្លាប់ក្នុងរណ្ដៅលាមកឥឡូវនេះខ្ញុំរកលុយដោយកម្លាំងញើសឈាមខ្លួនឯងរស់នៅដោយត្រឹមត្រូវបំផុតខំប្រឹងបន្តទៀតទៅផ្លូវនៅវែងឆ្ងាយណាស់បាទលោកប្រធានចេនយ៉ាងស៊ឺឲ្យសិនស៊ឺគេយកលុយដែលអ្នកទុកឲ្យកាលពីមុនទៅបើកហាងអាហារពេលព្រឹកនៅឯទីប្រជុំជនលក់ដាច់ណាស់បើអ្នកទំនេរត្រឡប់មកមើលខ្លះទៅសិនស៊ឺគេធ្វើតែហ៊ូដែលអ្នកចូលចិត្តញ៉ាំទុកឲ្យខ្ញុំមិនត្រឡប់ទៅវិញទេសម័យកាលរបស់ខ្ញុំទើបតែចាប់ផ្ដើមប៉ុណ្ណោះ